Goodbye 2025 and welcome 2026 ជំរាបសួរសួស្តីទាំងអស់គ្នាខ្ញុំ Blue Sky Make តឹង welcome back ជាមួយនឹងវីដេអូថ្មីរបស់ខ្ញុំចាសម្រាប់ថ្ងៃនេះដែរគឺខ្ញុំមក check goal ដែលខ្ញុំបានបំពេញតាំងពីឆ្នាំ2025គឺឃើញថាឆ្នាំ2025ជាឆ្នាំមួយដែលរៀងពិបាកដែរទាំងអស់គ្នាអើយអ្វីដែលបានបំពេញគឺចន្លោះពី50ទៅ60%ទេនៅអ្វីដែលខ្លួនឯងបានsetហើយសម្រាប់ឆ្នាំ2026នេះដែរយើងចាប់ផ្ដើមជាមួយនឹងគោលដៅដែលយើងអត់បាន complete តាំងពីឆ្នាំចាស់យកគោលដៅនឹងមកដដែលគ្រាន់តែយើងអាចបដូរជា strategy ផ្សេងបន្ទាប់មកយើងបន្ថែមគោលដៅថ្មីដែលយើងចង់ដៅវាដោយសារតែខ្ញុំធ្វើតែ short term goal ទេអញ្ចឹងពីមួយឆ្នាំទៅមួយឆ្នាំខ្ញុំធ្វើតែ reflect វាហើយឆ្នាំនេះដែរសម្រាប់ vision board គឺខ្ញុំធ្វើជាกระดาษ A3 ដើម្បីដាក់វានៅលើជញ្ជាំងព្រោះដោយសារតែ vision board ខ្ញុំឆ្នាំមុនហ្នឹងវារៀង fail មួយចំនួនធំមូលហេតុដោយសារខ្ញុំដាក់នៅក្នុងសភៅអញ្ចឹងយើងអត់សូវបានទៅបើកមើលសភៅនឹងជាប់លាប់ឯហ្នឹងមកពីខ្លួនឯងដែរអញ្ចឹងណាទាំងអស់គ្នាហើយសម្រាប់ឆ្នាំ2025ខ្ញុំបានរៀនច្រើនចំណុចមែនតើដែលខ្ញុំត្រូវតែផ្លាស់ប្ដូរខ្លួនឯងកុំឲ្យឆ្នាំ2021ហ្នឹង26ហ្នឹងជន់ដានចាស់តដែរអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបាន set up goal ថ្មីនៅក្នុងឆ្នាំ2026នេះហើយសម្រាប់ goal របស់ខ្ញុំគឺមានតែ6ចំណុចធំទេគឺតកតងនឹង career ឬក៏ education goals personal growth goal finance goals health goal and relationship goal តែបើលំអិតអ្នកទាំងអស់គ្នាអាចទៅធ្វើបន្ថែមខ្លួនឯងបានមានតែប៉ុណ្្នឹងឯងបាយបាយជប់